សបិនលើកនេះគឺពិតជាចម្លែកគឺពិតជាប្លែកសបិនលើកនេះនៅលើអវកាសនៅក្នុងកំហុសគឺពិតជាអស្ចារ្យក៏ប៉ុន្តែអ្វីដែលអស្ចារ្យតែនោះគឺវាមានសិតតែភាពទទេទាំងអស់ហេតុថាគឺมันអាចកំណត់ចលនាដោយខ្លួនឯងបានទំនេរបានគ្រប់ដណ្ដប់គ្រប់ទីកន្លែងនៅលើអវកាសដែលអាចឲ្យយើងមើលឃើញមេឃនៅខាងលើហើយនឹងផែនដីនៅខាងក្រោមវាគឺពិតជាអស្ចារ្យវានៅក្នុងពិភពសបិនក៏ពិតមែនសវណ្ណគឺនឹងសង្ឃឹមជាមួយនឹងអ្នកម្ចាស់ថាបើសិនជានៅក្នុងសបិននេះគឺមានបំណងប្រាថ្នាបែបនេះចូលបំណងប្រាថ្នារបស់នេះគឺខ្លាចជាការពិតប្រសិនបើយើងកលែងមកមើលជ្រុងមកខាងទៀតនៃកន្លែងអវកាសសវណ្ណគឺបានធ្វើជាជំនួយទៅកាន់កូនក្មេងម្នាក់ដែលកូនគឺពិតជាចូលចិត្តសិក្សាជាមួយនឹងលំហអវកាសខ្លាំងមែនទែនហើយក៏មិននឹកស្មានដល់ថាអ្នកម្ចាស់គឺជាអវកាសនិកនៅទីនេះផងដែរវាគឺពិតជាសប្បាយខ្លាំងណាស់ដែលធ្វើការងារដែលខ្លួនឯងចូលចិត្តសវណ្ណគឺនឹងសង្ឃឹមថាអនាគតក្មេងម្នាក់នេះគឺនឹងក្លាយទៅជាអវកាសនិកលេខ1ទៅចុះប៉ុន្តែបន្តិចក្រោយមកក៏មានអាចផ្កាយធ្លាក់មកលើផែនដីនៅពេលវេលាឆាប់មនុស្សគ្រប់គ្នាគឺនឹងត្រូវចម្លៀសខ្លួនចេញឆាប់ Revenge Mission Strike កុល័កអាចផ្កាយគឺធ្លាក់ក្នុងល្បឿនអតិបរមាលឿនខ្លាំងសវណ្ណបំរុងនឹងប្រើតម្រង់បារះហើយក៏ត្រូវនឹកមកបង្អាក់ដំណើរគាត់បានដាស់តឿនទៅកាន់សវណ្ណថាកុំឲ្យអំណាចនៃសបិនមកគ្រប់គ្រងលើសវណ្ណសោះពីព្រោះថាសវណ្ណគឺមិនដែលកត់នគរនោះទេថាខាត់សិនគឺមានអ្វីខុសប្រក្រតីនោះចុងក្រោយអាចផ្កាយក៏បានធ្លាក់ចូលទៅក្នុងទីកន្លែងដ៏សមគួរមួយធ្វើឲ្យទីកន្លែងគឺមានការខូចខាតជាតំណចំណែកឯវិញគឺបានគេចខ្លួនទៅដោយមិនបន្សល់ដានកំឡុងពេលដែលអាចផ្កាយក៏បានធ្លាក់លើគ្រប់គ្នាគឺសិតសងតែមានសុវត្ថិភាពទាំងអស់ការព្យាករគឺបានឲ្យដឹងថាអាចផ្កាយដ៏ធំគឺកំពុងតែវាយប្រហារសម្ដៅទៅលើផែនដីបើសិនជាវាបានមកដល់វាគឺនឹងបលែងពូជសាសន៍របស់មនុស្សទាំងមូលទោះបីជាបែបនេះក្តីអ្នកម្ចាស់គឺនៅតែមានទំនុកចិត្តទៅលើសវណ្ណថានឹងអាចធ្វើអ្វីៗគ្រប់យ៉ាងពេលវេលាកំណត់ដែលវាត្រូវបានធ្លាក់មកគឺសល់ត្រឹមតែ48ម៉ោងទេប៉ុណ្ណោះ2ថ្ងៃទៀតនៅម៉ោង7អាចផ្កាយគឺនឹងធ្លាក់ដោយការស៊ើបអង្កេតគឺបានស៊ើបអង្កេតឲ្យច្បាស់ថាអាចផ្កាយធ្លាក់សំដៅទៅទីកន្លែងមជ្ឈមណ្ឌលអវកាសនៅក្នុងរណ្ដៅវាក៏មិនមានបន្សល់ស្នាក់ស្នាមអ្វីនោះដែរក៏ប៉ុន្តែអ្វីដែលលោកហ្វូជីមីប្រកាសចិត្តវាគឺមកពីណៃមែដោយតែសវណ្ណបាននិយាយអញ្ចឹងនៅក្នុងសបិនក៏ដូចគ្នាហើយពេលវេលាវាគឺនៅម៉ោង7ពីថ្ងៃក្រោយវាអាចថាពេលវេលានៅក្នុងសបិនហើយនិងពេលវេលានៅពិភពពិតវាគឺអាចខុសគ្នាខ្លាំងប៉ុន្តែមូលហេតុនៃការសបិនគឺនៅតែមិនអាចរកឃើញទ្វាចិត្តក៏នៅតែមិនអាចរកឃើញក្នុងការសន្និដ្ឋានអ្នកសបិនប្រែជាអវកាសនិកនៅទីនោះហើយមកទៅរឿងមួយទៀតដែលសវណ្ណគឺចង់ប្រាប់ទៅកាន់លោកហ្វូជីមីសានអូដាកាថានសេអ្នកក្រមអង្គរបស់លោកហ្វូជីមីគឺបានចោទដៃជាមួយនឹងណៃមែនៅក្នុងពិភពសបិនដែលប្រើឈ្មោះថានុកក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងណៃមែគាត់សុខចិត្តធ្វើគឺជាមនុស្សខ្វាក់ភ្នែកក្នុងការឲ្យណៃមែចូលជ្រៀតទៅក្នុងសបិនរបស់អ្នកដទៃប៉ុន្តែហ្វូជីមីមិនអាចជឿបានដោយងាយៗនោះទេមូលហេតុដែលហ្វូជីមីសានគាត់ជឿជាក់លើនុកខ្លាំងម្ល៉េះក៏ព្រោះថានុកគឺជាមនុស្សល្អមូលហេតុដែលគាត់ជឿថាសបិនអាក្រក់គឺនឹងបំផ្លាញមនុស្សគាត់ទៅសាន3ឆ្នាំមុននៅពេលដែលពួកគេគឺបានធ្វើការជាមួយគ្នាគ្រានុកគឺបាននិយាយរឿងដណៃមែនជាមួយនឹងហ្វូជីមីសានក្នុងបេសាចដែលនុកគឺបានកំចាត់ប៉ុន្តែហ្វូជីមីសានគឺមិនជឿដោយសារតែរឿងទាំងអស់នេះដែលអាចជឿបានវាគ្រាន់តែនៅក្នុងសបិនរបស់គាត់ហើយមួយវិញទៀតចង់ឲ្យអ្នកណាម្នាក់ជឿនៅរឿងអ្វីមួយខ្លួនគឺត្រូវតែមានផតតាជាមុនសិនដែលពាក្យសម្ដីចុងក្រោយដែលនុកបាននិយាយទៅកាន់ហ្វូជីមីសានគាត់គឺចង់ខ្លាំងណាស់ចង់ឲ្យសបិនទាំងអស់ធ្លាក់ទៅលើខ្លួនគាត់តែម្នាក់សបិនអាក្រក់នៅក្នុងលោកទាំងអស់គាត់គឺនឹងចាត់ចែងទាំងអស់ដើម្បីកុំឲ្យមនុស្សជ្រៀតចូលទៅក្នុងសបិនអាក្រក់ហ្វូជីមីសានជឿជាក់ទៅលើនុកខ្លាំងណាស់បើសិនជាលោកគឺជឿជាក់តែយ៉ាងម៉េចពេលនុកគឺជាអ្នកបង្កើតណៃមែទៅតែវាយ៉ាងម៉េចនោះវាគ្រាន់តែនៅក្នុងសបិនមួយរបស់ឯងប៉ុណ្ណោះផែជាក្នុងសបិនឯងនោះគឺមិនមែនគឺជាអូដាកានោះទេណាសូកាតោះទៅមួយខ្ញុំយីអាបកាច់អញប្រាប់ហើយប្រាប់ទៀតថាមានតែគ្រួសារអញដែលហៅឈ្មោះអញបាននៅពេលនេះរឿងតែមួយគត់ដែលពួកគេគឺអាចធ្វើបានធ្វើយ៉ាងណាក៏ដោយបញ្ឈប់នៅអាចផ្កាយនោះឲ្យបានរឿងមួយដែលគួរនឹងរំលឹកទៀតគ្រោះថ្នាក់នៅឆ្នាំអូដាកាគឺបាត់ដាងយ៉ាងចម្លែកអញ្ចឹងហើយប្រហែលជាអូដាកាគឺប្រែជាប់នៅក្នុងសបិនហើយមកទៅពួកគេក៏មិនសូវជាមានជំនឿទុកចិត្តទៅលើប៉ាកូយូរ៉ូស៊ូម៉ាន់ប៉ុន្តែការសង្កេតករណីខ្មៅវាច្បាស់
ទៅនឹងផ្នែករបស់ពួកគេតែម្ដងយ៉ាងណាក៏ដោយពួកគេគឺមានសមត្ថភាពតែមួយគត់គឺអាចបញ្ឈប់នៅរឿងទាំងអស់នេះកន្លែងមកមើល7កំពុងតែគិតអំពីពាក្យសម្ដីដណ្ដងគឺបាននិយាយកន្លងមកប៉ុន្តែក៏មិនខ្វល់វិញបង្វឹកនៅខាប់សែមពេលនេះដូចជាមានរឿងអ្វីកើតឡើងសំណាងវាគឺមិនមែនតែងតែនៅជាមួយនឹង7នោះទេនៅគ្រាដែលលំបាកបែបនេះនោះខាប់សែមនោះគឺបែរជារលប់បាត់ពីប្រវត្តិសាស្ត្រទៅវិញនោះហើយក៏ព្រោះថា7ហើយនឹងវាគឺមានតំណែងនឹងគ្នាក៏សំបីតែទីស្នាក់ការនេះផងដែរកាលណាដែល7គឺប្រើវាកាន់តែច្រើនខាប់សែមគឺនឹងជាអតិពលទៅលើសតិសម្បញ្ញៈរបស់7ជាខ្លាំងអ្វីដែលអាចធ្វើបាននោះចូល7ធ្វើអ្វីតាមតែសមត្ថភាពរបស់7នៅពេលបច្ចុប្បន្ននៅពេលដែល7ធ្វើដំណើរចូលមកសាលាកូនក្មេងមួយក៏ឃើញថាមិត្តភ័ក្តិរបស់ Dreamer វាគឺបានចំអកអាកូនមួយនេះជាខ្លាំងរឿងគ្រោះថ្នាក់អ្វីដែលនឹងកើតឡើងអាមួយនេះវាសម័យពេកហើយទៅដឹងមុខអាហ្នឹងសំតាទៅរស់នៅឋានវិច័ន្ទតាប់នេះឯងតែសេគេសិតតែមានគុំឡងខ្លាចទៅជាអវកាសនិកប៉ុន្តែ7គឺបានមកកាត់ដំណើរអាកូនម្នាក់នោះរួចក៏ប្រាប់ថាស្គាល់គាត់ដែរឬអត់ហើយមានអ្វីប្លែកនៅក្នុងសុបិនរបស់អ្នកប៉ុន្តែចូលរួមសោកស្ដាយផងអាកូនម្នាក់នោះមិនខ្វល់ពី7ទេរត់ទៅកន្លែងណាដែលវាគួរទៅបន្ទាប់មកនោះឡានមកដល់7ប្រើសមត្ថភាពនៃខាប់សែនបារៀនជួយទប់ខំអីងាប់អាកូននោះភ័យខ្លាំងណាស់ថា7គឺកាត់អីដែរទេហើយឡានពេទ្យអត់ប៉ុន្តែ no problem ក្តីសម័យរបស់អាកូននោះគឺចង់ខ្លាចជាអវកាសនិកការដែល7ដឹងបែបនេះព្រោះថា7គឺឆ្លៀតចូលទៅក្នុងសុបិនអាកូននោះ7គឺបានលើកទឹកចិត្តទៅកាន់វាថាប្រសិនបានជាអ្នកគឺប្រុងប្រាថ្នាអ្វីនៅថ្ងៃអនាគតអ្នកគឺនឹងធ្វើឲ្យបានសម្រេចចុងក្រោយមិនដឹងស្អីធ្លាក់លើក្បាលសន្លប់1-0ភ្ញាក់ឡើងពីការសន្លប់វិញខ្លួនឯងមិនដឹងថាកើតមានរឿងអីខ្លះទេនៅលើនៅឡើយអាហ្នឹងសំណាងដែលឡានបុកមិនត្រូវឡានបុកត្រូវងាប់មែនតើក្នុងការព្យាករណ៍គឺបានឲ្យដឹងថានៅ2030មានអាចផ្កាយមួយធ្លាក់មកលើផែនដីការប៉ាន់ស្មានមុនគឺមានអាកាសដែលជឿជាក់បាន 1% ក្មេងតូចម្នាក់នោះគឺពិតជាដឹងច្រើនខ្លាំងមែនតើក៏ព្រោះថាខ្លួនចង់ខ្លាចជាអវកាសនិកខ្លួនគឺចំណាយរយៈពេលខ្លួនស្ទើរតែទាំងអស់ដើម្បីសិក្សាអំពីវាពេលខ្លះក៏យល់ថាខ្លួនឯងគឺមិនស័ក្តិសមនឹងធ្វើវាទេ7ក៏បានប្រាប់ថាមូលហេតុអ្វីដែលអាកូននេះគឺបានគិតអញ្ចឹងចំណេះដឹងរបស់មនុស្សគឺពិតជាទូលំទូលាយខ្លាំងប្រសិនបើវាគឺចង់សម្រេចបំណងអ្វីមួយវាគឺនឹងសម្រេចបំណងមកនោះភ្លាមមូលហេតុដែលអាកូនគឺចូលចិត្តសិក្សាទៅកាន់វាព្រោះថានៅពីក្មេងវាគឺបាននាំទៅមើលនៅភពតូចៗហើយនឹងកាឡាក់ស៊ីផ្សេងទីកន្លែងដំបងដែលអាកូនតូចគឺបានទៅមើលគឺនៅចិត្តមជ្ឈមណ្ឌលអវកាសមកដល់ពេលនេះហើយទៅធ្វើឲ្យគេស្រឡាញ់ទៅនឹងការស្រាវជ្រាវទៅលើអវកាសរឿងមួយនេះក៏ធ្វើឲ្យ7គឺចាប់អារម្មណ៍ថាតែប៉ះទៅរឿងគឺវាអញ្ចឹងទេហើយរត់យ៉ាងលឿនខ្លាំងមែនតើមិនសម្ដៅទៅណាសម្ដៅទៅដេកហើយទំតែស្មាននឹងសោះដេកស្អីក្នុងនាមគឺជាក្មេងល្អត្រូវទៅចូលដេកមុនមកចូលដេកស្អីអាមួយនឹងក្បាលលកចាយនៅកូនក្មេងកាលទៀតមកដល់លើក្រែទំតាបានដាក់ខ្លួនដេកលក់លំមអាបកាច់ចោះនឹងលមុតដេកចុយបន្ទាប់មកបងស្រីរបស់វាក៏បានមកដល់ឆ្ងល់ថានៅក្នុងបន្ទប់នោះគឺមានអ្វីនាងគឺចាំថាវាគឺប្រាប់ថាជាបេតិកភណ្ឌជាតិមិនចាំយូរក៏ឆែកឆេររើឃើញទម្រង់ដៃខោអាវដែលមានទម្រង់ជាអក្សរសេត3ដៅនោះកាច់វាតែបន្តិចក៏ចូលទៅក្នុងទីស្នាក់ការខុសដែរនាងគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនតើសម្រាប់0ខាប់សែមប៊ូមួយនេះគឺគួរតែផ្ដល់ឲ្យ7រៀងយូរបន្តិចក៏តែឥឡូវវាលឿនខ្លាំងក្នុងការផ្ដល់វាទៅឲ្យអប7ប៉ុន្តែពេលនេះគឺជាពេលមិនទាន់បើកទ្វារក្រាក់ស្មានតា7មកដល់ងាកទៅក្រោយខ្វាច់អូម៉ាយនាងបន្ទាប់ពីឃើញស្ថានភាពបែបហ្នឹងគឺមិនយល់សោះហើយគឺពិតជាភ្ញាក់ផ្អើលបន្ទាប់មក0គឺនឹងបញ្យល់នាងឲ្យបានក្បោះក្បាយថានៅពេលនេះបើកកូយូរ៉ូសូគឺកំពុងតែធ្វើបេសកកម្មដ៏ធំមួយគោលដៅរបស់ពួកគេដែលពួកគេគឺបានធ្វើដំណើរនៅអវកាសយានិក You get it start my engine នៅពេលដែលធ្វើដំណើរទៅដល់มันមានទីកន្លែងណាដែលគួរឲ្យកត់សម្គាល់ឃើញមាននៅទ្វារចិត្តនោះទេការប្រកាសអាសន្នគឺបានប្រកាសអាសន្នមុនពេលកំណត់ទៅទៀតដែលរឿងមួយនេះគឺបានចោទជាបញ្ហាសម្រាប់ពួកគេធ្វើដំណើរទៅមុខតែបន្តិចក៏ជួបនៅនុកដែលគឺជាអ្នកមកបង្អាក់ដំណើរឯនោះគឺមិនដែលខ្វល់ពីការដាស់តឿនរបស់យើងសោះ
ត្រូវហើយយើងក៏ពិតជាមិនខ្វល់ព្រោះថាបេសកកម្មរបស់យើងគឺត្រូវតែសម្រេចអូអញ្ចឹងឯងគឺមិនឆ្ងល់ទេតាមមែនទេតើអង្គការខូចនោះគឺបានធ្វើអ្វីសម្រាប់ឯងខ្លះបកគលនៅបេសកកម្មនោះដែលលំដាប់ប្រទេសមួយនេះឲ្យមនុស្សធម្មតាគឺជាអ្នកធ្វើតើវានោះគឺសមហេតុផលដែរឬទេឯងគិតអញ្ចឹងទាំងអស់នោះវាគឺមិនត្រឹមត្រូវខូចនោះគឺគ្រាន់តែគឺជាអង្គការដែលបង្កើតចេញពីសុបិនរបស់យើងម្ដងអាល្ងងខូចនោះគឺមិនមែនបង្កើតឡើងត្រឹមតែការសុបិនរបស់ឯងនោះទេវាគឺត្រូវបានបង្កើតឡើងមុនពេលដែលឯងកើតទៅទៀតយើងឆ្ងល់ថាឯងនោះគឺដឹងអ្វីអំពីវាខ្លះអាល្ងងបើសិនជាឯងនោះល្ងងបែបនេះយើងគឺនឹងបង្រៀនឯងនៅរឿងមួយវាគឺពិតជាគួរឲ្យភ្ញាក់ផ្អើលខ្លាំងមែនទែនដែលនោះគឺបានដកនៅតរ៉ាយរបស់ខ្លួនចុងក្រោយក៏បដូរទម្រង់ទៅជានឹកណៃបានសម្រេចទម្រង់មួយនេះធ្វើឲ្យសាវ៉ាននៅក្នុងពិភពពុទ្ធនៅក្នុងពិភពសុបិនគឺពិតជាភ្ញាក់ផ្អើលប៉ុន្តែមិនចាំយូរគាត់ក៏បានផ្លាស់ប្ដូរនៅទម្រង់ impact របស់គាត់ប្រយុទ្ធជាមួយនឹងនុកមួយស្មើដែលលើកនេះនុកនោះគឺតានខ្លាំងណាស់សាវ៉ានគឺមិនអាចយកឈ្នះទៅកាន់នុកបានទេទោះបីជាមានជំនួយអំពី SWOT mode ក៏ដោយក៏ត្រូវនុកវាយជាដំណំរួចក៏បដូរនៅការពិតឲ្យយប់ទៅជាភ្លឺវាយសាវ៉ានបន្តរួចក៏បោះពាក្យទៅកាន់សាវ៉ានថាអ្វីដែលលាក់បាំងនៅទីនេះគឺនឹងត្រូវបានបង្ហាញបន្ទាប់ពីបាញ់នៅខាប់សែមរួចបែរទៅជាខាប់សែមគឺប្រែទៅជា Nightmare Setsu ទៅវិញ The Nightmare មួយនេះគឺជារបស់សាវ៉ានប៉ុន្តែវាគឺមានសមត្ថភាពបារាវាយមិនស្គាល់ម្ចាស់ទេសាវ៉ានគឺពិតជាពិបាកទប់ទល់នឹងវាខ្លាំងប៉ុន្តែដែលមានចំណុចពីនុកNightmareវាក៏បានបង្វែរទិសដៅទៅកាន់នុកវិញនៅពេលនេះដែរនុកគឺជាអ្នកយកព្រៀបទៅលើវាគ្មានឲ្យវាតបlạiបានសំបីតែបន្តិចរួចក៏បាញ់វាផ្លោងទៅកន្លែងផ្សេងទៀតចុងក្រោយក៏ដាក់វាមកគ្រាប់ជាការបង្ហើយបុណ្យអ្វីគ្រប់យ៉ាងគឺត្រូវរលាយដូចជាផេះអ្វីដែលនុកគឺចង់ប្រាប់ទៅកាន់សាវ៉ានរឿងមួយទៀតនោះខាប់សែនគឺជាអំណាចមួយធ្វើឲ្យសបិនអាក្រក់ខ្លាចជាការពិត